សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងសិក្សាបន្តទៀតមកដល់ចំណុចទី6ដែលនិយាយតាក់ទងជាមួយនឹងការតម្រឹមទិន្នន័យបង្វិលហើយនិងបង្រួមទិន្នន័យអញ្ចឹងនៅក្នុងចំណុចទី6នេះគឺយើងសិក្សាចំនួន3ចំណុចអញ្ចឹងចំណុចទី1ដែលខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាគឺតាក់ទងជាមួយនឹងការតម្រឹមទិន្នន័យដែលយើងហៅថាជា alignment អញ្ចឹងគេថាការតម្រឹមទិន្នន័យនេះគឺចង់សំដៅទៅលើការទាញទិន្នន័យដែលនៅក្នុង cell ហ្នឹងបាទអាចជាទិន្នន័យ cell មួយឬក៏ទិន្នន័យនៅក្នុង cell ជាច្រើនដាក់ឲ្យនៅខាងឆ្វេងខាងស្ដាំខាងលើឬក៏ខាងក្រោមបាទហ្នឹងគេថាជាការតម្រឹមទិន្នន័យតម្រឹមដើម្បីឲ្យទិន្នន័យយើងហ្នឹងគឺមើលទៅមានភាពស្រស់ស្អាតហើយមានភាពតាក់ទាញអញ្ចឹងគេថាប្រសិនបើយើងចង់តម្រឹមប៉ុណ្ណាយើងត្រូវធ្វើការ select ទិន្នន័យប៉ុណ្ណឹងបើសិនជាបងប្អូនចង់តម្រឹម2អញ្ចឹងបងប្អូនត្រូវការ select នៅ cell ចំនួន2បើសិនជាបងប្អូនចង់តម្រឹមចំនួន cell ឬក៏ប្រអប់5អញ្ចឹងបងប្អូនត្រូវការ select ចំនួន5ចំនួនសិនតើតើយើងធ្វើការ select ជាមុនសិនបានយើងអាចធ្វើការតម្រឹមតាមក្រោយបានអូខេឥឡូវកុំឲ្យខាតពេកយើងចូលមកកាន់ឯកសាររបស់យើងនៅក្នុង Google Sheet អូខេនេះគឺជាតារាងទិន្នន័យរបស់យើងដែលយើងមានតកតងជាមួយនឹងការកណនាបាទអញ្ចឹងនៅក្នុងតារាងទិន្នន័យនេះយើងមើលថាវាអត់ស្រស់ស្អាតទេបាទយើងមើលទាំងក្បាលតារាងក៏អញ្ចឹងទាំងលេខនៅខាងក្រោមក៏អញ្ចឹងយើងមើលទៅអត់ស្អាតទេអញ្ចឹងតើតែយើងធ្វើការតម្រឹមវាណាតម្រឹមវាឲ្យមើលទៅមានលក្ខណៈតាក់ទាញហើយនឹងស្រស់ស្អាតអញ្ចឹងតារាងក៏គេមើលទៅតាមនោះដែរមានថាបើសិនជាតារាងយើងស្អាតមានថាការងាររបស់យើងនឹងក៏មកចត់អូខេអញ្ចឹងយើងមើលជាទៅលេខបើសិនជាយើងចង់ឲ្យនៅកតាតើយើងតម្រឹមមិនអញ្ចឹងមានថាបើសិនជាយើង select ប៉ុណ្ណាគឺយើងតម្រឹមបានប៉ុណ្ណឹងឧទាហរណ៍ខ្ញុំ select ចាប់ផ្ដើមពីនេះមកផ្នែកខាងស្ដាំមកអស់ចឹងណាហើយអស់ចូលមកខាងក្រោមប៉ុន្តែដៃយើងត្រូវតែ click ម៉ៅឆ្វេងឲ្យជាប់នេះអមខាងក្រោមមកដល់ខាងក្រោមនេះអញ្ចឹងត្រឹមហ្នឹងយើងអត់ធ្វើការ select ចុះក្រោមទៅទេពីព្រោះយើងចង់តម្រឹមតែប៉ុណ្្នឹងឯងយើងអត់ចង់តម្រឹមអីលើសហ្នឹងទៀតទេអញ្ចឹងគឺយើង select ប៉ុណ្ណឹង select ប៉ុណ្ណាតម្រឹមបានប៉ុណ្ណឹងអញ្ចឹងបងប្អូនចូលមកកាន់កន្លែងនេះបាទគេដាក់ថា alignment ឬក៏ align អញ្ចឹងបងប្អូនចុចកន្លែងសញ្ញាព្រួយនេះអូខេអញ្ចឹងជិះទៅបើសិនជាតន័យយើងតម្រឹមមិននៅពេលយើងធ្វើការចុចកន្លែងហ្នឹងទៅគឺវានឹងចេញទម្រង់បែបហ្នឹងមកឲ្យយើងហើយបាទឧទាហរណ៍ថាឥឡូវតន័យយើងធ្វើការ select ហ្នឹងវារត់មកផ្នែកខាងឆ្វេងអញ្ចឹងកន្លែងនេះគឺវានឹងកំណត់ឲ្យនៅខាងឆ្វេងដោយអូតូតែម្ដងឧទាហរណ៍យើងចង់បានកដាយើងចុចកន្លែងនេះបាទ center កដាយើងចុចមកប៉ុកទៅគឺវានឹងរត់មកកដាអាហ្នឹងគេហៅថាជា alignment តម្រឹមតន័យឧទាហរណ៍យើងចង់បានមកផ្នែកខាងស្ដាំយើងចុចកន្លែង right ទៅគឺវារត់មកផ្នែកខាងស្ដាំហើយយើងចង់បានកដាយើងចុចកដាអញ្ចឹងទៅអូខេអញ្ចឹងមួយទៀតក៏ដូចគ្នាអានេះគឺសម្រាប់ឆ្វេងស្ដាំហើយនិងកដាលអញ្ចឹងកន្លែងនេះគឺសម្រាប់ខាងលើបាទកដាខាងក្រោមអញ្ចឹងនៅក្នុងការតម្រឹមវាមាន2 option នេះបងប្អូន option ទី1នេះគឺសម្រាប់ឆ្វេងស្ដាំហើយនិងកដាអានេះគឺខាងលើកដាហើយនិងខាងក្រោមពីរហ្នឹងគឺតម្រឹមដូចគ្នាគាត់ថាទិសវាខុសគ្នាបងប្អូនទាំងអស់គ្នាអញ្ចឹងមានថាឆ្វេងស្ដាំកដាយើងតម្រឹមមួយអស់ប៉ុន្តែយើងចង់តម្រឹមខាងលើខាងក្រោមនេះគឺយើងអាចចុចកន្លែងនេះអានេះគឺវានៅក្រោមស្រាប់នេះឥឡូវយើងចុចកន្លែងកដាទៅគឺវារត់មកខាងលើយើងអាចចុចកន្លែងនេះតិចទៅវារត់មកខាងលើបន្តទៀតចឹងទៅណាវាស៊ីសងទៅលើ cell ឧទាហរណ៍ថាឥឡូវកំណត់កន្លែងនេះទៀតឲ្យធំចេះខ្ញុំ select នៅកន្លែងហ្នឹងតមកជួរហ្នឹងឯងហើយខ្ញុំចុចកន្លែងនេះអញ្ចឹងវាមានខាងលើឃើញវារត់មកខាងលើឧទាហរណ៍ខ្ញុំចុចកណ្ដាលអញ្ចឹងចុចកណ្ដាលវារត់មកកណ្ដាលឧទាហរណ៍ខ្ញុំចុចចុះក្រោម bottom អញ្ចឹងវានឹងរត់ចុះខាងក្រោមដែរបាទអាហ្នឹងវាស៊ីសងទៅលើប្រអប់ cell យើងសមាមាត្រជាមួយនឹងតម្លៃដែលនៅក្នុងនឹងអត់អូខេអញ្ចឹងតកតងជាមួយនឹងការកំណត់ជាមួយនឹងការតម្រឹមទិន្នន័យគឺមានតែប៉ុណ្្នឹងទេហើយយើងបន្តទៀតចូលមកដល់ចំណុចទី6.2ដែលយើងនិយាយតកតងជាមួយនឹងការបង្វិលទិន្នន័យដែលយើងហៅថាជា rotation បាទ rotation គឺចង់សំដៅទៅលើការបង្វិលទិន្នន័យទៅតាម degree បាទអញ្ចឹងទី1គឺយើងមាន tail up មានថាបង្វិល45 tail down មានថាបង្វិលដក45អញ្ចឹងទៅយើងមាន rotate up មានថាបង្វិល90 degree អញ្ចឹងទៅអូខេអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នានៅក្នុងតារាងទិន្នន័យយើងតែម្ដងបាទភាគច្រើននៃការដែលគេបង្វិលទិន្នន័យភាគច្រើនគេបង្វិលតែក្បាលទេឬក៏បង្វិលតែក្បាលនៃទិន្នន័យឬក៏ក្បាលតារាងទេចំណែកទិន្នន័យខាងក្រោមនេះគេអត់ចូលចិត្តបង្វិលទេទិន្នន័យខាងក្រោមនេះគេចូលចិត្តប្រើជាមួយនឹងមុខងារ2នេះបាទតម្រឹមណាហើយកន្លែងនេះគឺសម្រាប់ធ្វើការបង្វិលឧទាហរណ៍ខ្ញុំ select ក្បាលតារាងចេះបាទក្បាលតារាងប៉ុណ្្នឹងមកហើយបន្តទៀតចុចកន្លែងអក្សរ A នេះបាទ take rotation អញ្ចឹងកន្លែងនេះគឺមានច្រើនមានតែបើសិនជាយើងយកណានគឺយើងឲ្យវានៅទម្រង់ដូចដើមអានេះគឺជាទម្រង់ title up មានថាវាត្រូវជាមួយនឹងមុំ45 degree ឧទាហរណ៍ខ្ញុំចុចកន្លែងហ្នឹងមកប៉ុកចេះបាទបងគេវិរុទ្ធនេះតោះតែយើងទាញអានេះឲ្យវែងចេះបាទបានយើងដឹងនេះយើងទាញឲ្យវែងទៅយើងដឹងហើយយើងអាចធ្វើការព្រម cell ទៅឧទាហរណ៍ខ្ញុំព្រមតើតើជាមួយនឹង column នេះខ្ញុំព្រមឲ្យវាទូតិចឲ្យវាស្អាតណាព្រមប៉ុណ្នេះមកអូខេគេវាស្អាតនេះអាហ្នឹងគេហៅថាជា rotation យើង select ប៉ុណ្ណឹងដដែលមកអូខេយើងអាចដូរបានទៀតឧទាហរណ៍ខ្ញុំយកខាងក្រោមវិញបាទដក45 degree វិញអញ្ចឹងវារត់មកខាងក្រោមនេះយើងដូរទៀតយើងយកគេបាទយើងយកតើតើជាមួយនឹង stake vertical តើន័យយើងវារត់ពីលើចុះក្រោមវាត្រង់
បាទរត់ពីលើចុះក្រោមត្រង់ឧទាហរណ៍ខ្ញុំចុចកន្លែងហ្នឹងបើឃើញវាត្រង់ហ្នឹងរត់ពីលើចុះក្រោមចេះបាទហើយវាត្រង់ហើយបន្តទៀតមាននេះទៀត rotate up វារត់ឡើងលើវិញបាទនេះខ្ញុំវារត់ឡើងលើនេះបាទតន័យវាគឺវាចេញពីក្រោមឡើងទៅលើហ្នឹងគេហៅថារត់ឡើងលើមាននេះទៀតមានកន្លែងនេះគឺ rotate down មានថាវារត់ចុះក្រោមបាទតន័យយើងរត់ចុះក្រោមចេះអាហ្នឹងក៏គេចូលចិត្តប្រើហ្នឹងបងប្អូនទាំងអស់គ្នាដើម្បីរួមកដាស់បើថាតន័យបងប្អូនច្រើនជួដេកអញ្ចឹងគេទៅការព្រមវាណាព្រមវាឲ្យខ្លីអញ្ចឹងទៅនៅក្នុងហ្នឹងដូចជាយើងអាចកំណត់ degree បានយើងចង់បាន degree មួយណាទៅតាមការកំណត់ទៅដក90 degree បាទបងប្អូនចង់បាននេះទៀតចង់បានដក45បងប្អូនចង់បាននេះទៀតបងប្អូនចង់បានដក15គឺវានឹងធ្វើការកំណត់ទៅតាមនឹងអាហ្នឹងជាក់ស្ដែងនេះបើសិនជាបងប្អូនអត់ចង់ប្រើជាមួយនឹងមុខនេះអត់នេះគឺយើងអាចកំណត់ degree បានខ្លួនប៉ុន្តែជាទៅនៅពេលដែលគេធ្វើតារាងណាបងប្អូនគេចូលចិត្តប្រើពីរនេះបាទ rotate up និង rotate down គេចូលចិត្តប្រើពីរហ្នឹងព្រោះពីរហ្នឹងវាចំណេញតកតងជាមួយ space ឬក៏ចំណេញតកតងមួយទំហំបាទយើងអាចយកតកតងជាមួយនឹង rotate up ក៏បានបាទឲ្យវាចេញពីក្រោមឡើងទៅលើឬមួយក៏យើងយកជាតម្រង់បាទ rotate down ក៏បានគឺវាចេញពីលើចុះក្រោមវិញតន័យអក្សរដែលយើងរត់ណាវារត់ពីលើចុះក្រោមវិញអញ្ចឹងតន័យរបស់យើងគឺបងប្អូនមើលទៅគឺវាទូជាងមុនឥឡូវខ្ញុំ select នេះបាទ select ចឹងមកយើងព្រិចទៅបាទចុចកន្លែងណាមួយក៏បានដែរដូចយើងរៀនពីវីដេអូមុនអញ្ចឹងបាទគឺប៉ុណ្ណឹងទៅគឺវារៀងទំហំតូចហើយឥឡូវខ្ញុំសូមឲ្យវាទៅខ្លាចទៅជាទីតាំងដើមវិញអញ្ចឹងយកពាក្យថា none អញ្ចឹងនៅពេលយើងយកពាក្យថា none វានឹងត្រឡប់ទៅសភាពដើមវិញនេះសភាពដើមវិញណាហើយទៅទៀតយើងអស់ឡើងមកលើវិញមកបាទហើយយើង select ប៉ុណ្នេះមកយើងទាញវាវែងទៅអូខេហើយកន្លែងនេះយើងអាចកំណត់នេះបាទកំណត់តម្រឹមវាឲ្យវានៅចំកណ្ដាលគឺយើងយក bit ដប៉ុន្តែយើងនៅមានមួយចំណុចទៀតដែលយើងត្រូវសិក្សាគឺពាក់ព័ន្ធជាមួយនឹងការព្រមឬក៏បរិទ្ធន័យជួនកាលតន័យដែលយើងសរសេរយើងសរសេរច្រើននៅក្នុងប្រអប់តែមួយបាទនៅពេលដែលយើងសរសេរច្រើនចេះបងប្អូនឃើញវាកើណាវាកើនៅក្នុងហ្នឹងអញ្ចឹងគេមានការកំណត់ទៀតឧទាហរណ៍ថាឥឡូវកន្លែង regular income នេះ regular income នេះបងប្អូនចង់ឲ្យវាចេញពីជួរបងប្អូនចង់ឲ្យវាចេញពីជួរបងប្អូនត្រូវការកំណត់ជាមួយនឹងការបង្រួមឬក៏ពង្រីកទិន្នន័យនៅក្នុង cell ហ្នឹងឧទាហរណ៍ថានេះយើងចង់ឲ្យចេញពីយើងចង់ព្រមចេះណាដល់ពេលយើងព្រម cell ទៅឃើញទិន្នន័យនៅក្នុងហ្នឹងគឺវាបាត់ណាឧទាហរណ៍ខ្ញុំ select កន្លែង column អក្សរ M នេះហើយខ្ញុំធ្វើការព្រមវាឲ្យទូជាមុននៅពេលយើងព្រមទូជាមុនបងប្អូនគេបាត់អក្សរដើម្បីធ្វើកុំឲ្យបាត់យើងធ្វើម៉េចយើងធ្វើការព្រមវាព្រមយើងធ្វើម៉េចយើងចុចកន្លែងហ្នឹងមកបាទឬក៏យើង select ប៉ុណ្ណាក៏បានដែរបងប្អូន select ប៉ុណ្ណាគឺយើងកំណត់បានប៉ុណ្ណឹងឧទាហរណ៍ខ្ញុំ select ពីរនេះចុះព្រោះពីរនេះខ្ញុំចង់ព្រមវាឲ្យទូចបាទបន្តទៀតបងប្អូនចូលមកកាន់កន្លែងនេះបាទគេដាក់ថា wrapping text wrapping យើងចុចកន្លែងហ្នឹងមកបាទយើងអានេះមានន័យថាយើងពលា overflow ពលាបន្តទៀតគឺ web នេះថាព្រមណាបើតែខ្ញុំចុចកន្លែងព្រមនេះមកប៉ុកទៅបាទបងប្អូនឃើញវាចេញពីជួរនេះយើងគ្រាន់តែព្រិចបន្តិចមកបាទឃើញវាចេញពីជួរអញ្ចឹងមើលទៅវាព្រមទៅស្អាតវាអត់បាត់ទិន្នន័យទេបើសិនជាបងប្អូនចង់ឲ្យវាទៅជាទម្រង់ដើមវិញបងប្អូន select លើហ្នឹងមកបងប្អូនចូលកន្លែងហ្នឹងតាបងប្អូនយកពាក្យថា overflow បាទចុចមកប៉ុកកន្លែងហ្នឹងទៅវាចូលទម្រង់ដើមវិញហើយកន្លែងហ្នឹងគេហៅថាពង្រីកឬក៏បង្រួមទិន្នន័យដូចតតាចេះនៅពេលយើងចង់ឲ្យវាទូចបាទយើងអស់ព្រមចូលមិនចឹងនៅពេលយើងព្រមចូលទៅឃើញវាបាត់ទិន្នន័យបាទអញ្ចឹងដើម្បីកុំឲ្យបាត់យើងចុចលើហ្នឹងមកខ្ញុំចុចកន្លែងនេះហើយបន្តទៀតបងប្អូនយកពាក្យថា web អញ្ចឹងវាចេញពីជួរអញ្ចឹងមើលទៅវាមានទម្រង់រាងស្អាតបើសិនជាទិន្នន័យរបស់យើងចង់ធ្វើឲ្យតារាងយើងទូចឧទាហរណ៍តែកន្លែងនេះចឹងខ្ញុំចង់ធ្វើឲ្យតារាងទូចអញ្ចឹងខ្ញុំចុចលើហ្នឹងមកបន្តទៀតយើងយក overflow សិនដើម្បីដោះអាកន្លែងតតានេះចេញសិនហើយបន្តទៀតយើងចុចកន្លែងហ្នឹងតារាយើងយកពាក្យថា web អញ្ចឹងវាចេញតារា head end ចេញតារាបងប្អូនដោយសារយើងអត់ទាន់អស់ឥឡូវឧទាហរណ៍ខ្ញុំអស់ចេះទៅវាអូតូយើងតែម្ដងអញ្ចឹងមានន័យថាយើងចង់ព្រមតារាងអីវាអត់បាត់តាក់ទងមួយនឹងអក្សររបស់យើងទេគេទៅនេះបើសិនជាបងប្អូនចង់ព្រមទិន្នន័យចង់ព្រមអីឲ្យចេញពីជួរចេញអីយើងធ្វើចឹងទៅតារាងយើងទូចជាងមុនអញ្ចឹងមើលទៅស្អាតអូខេអញ្ចឹងតាក់ទងជាមួយចំណុចទី6ខ្ញុំសូមបង្ហាញបងប្អូនអរគ្នាប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយ